ការពី3ខែមុនខ្ញុំនឹងក្រុមការងារជាមួយនឹងបងប្អូនសិស្សនិស្សិតនៃសាលា Go Football បានរៀបចំដំណើរទស្សនកិច្ចសិក្សាមួយទៅកាន់ខេត្តមណ្ឌលគិរីហើយខ្ញុំពិតជាសប្បាយចិត្តមែនទែនក្រោយពីបានដឹងដំណឹងមួយនេះព្រោះវាជាខេត្តមួយដែលខ្ញុំពងទៅជាយូរមកហើយបើសិនតែនៅទីនោះមានភូមិសាស្ត្រហើយនិងប្រវត្តិសាស្ត្រជាច្រើនដែលខ្ញុំចង់យល់និងចង់ដឹងហើយមកដល់ពេលនេះគ្រប់យ៉ាងត្រូវបានខ្លាចជាការពិតតើអ្នកទាំងអស់គ្នានឹងធ្វើយ៉ាងណានៅពេលដែលក្តីស្រមៃនឹងខ្លាចជាការចងចាំរបស់លោកអ្នកសូមស្វាគមន៍មកកាន់ដំណើរទៅកាន់ភូមិភាគឦសាននៃប្រទេសកម្ពុជាងើបតាមម៉ោងប៉ុន្មានម៉ោង3 3 អាស្តាប់ងើបតាមម៉ោងប៉ុន្មានហើយនេះអញរត់ងើបតាមម៉ោងប៉ុន្មាន2 3:57អត់មកគេកូ វាគឺជារឿងពិតដែលគ្រប់គ្នាតែងតែរំភើបគេមិនលក់នៅយប់មុនថ្ងៃជាដំណើរមិនថាគេមិនថាខ្ញុំគឺដូចតែគ្នាទេមានអ្នកខ្លះរំភើបដេកមិនលក់អ្នកខ្លះទៀតក៏រំភើបងើបខំម៉ោងដែរគឺមានគ្រប់សពតែម្ដងសូម្បីតែម៉ាម៉ានេះក៏មានដែរពួកយើងធ្វើដំណើរចេញពីខេត្តសៀមរាបឆ្លងកាត់ខេត្តកំពង់ធំចុះបន្តិចនៅក្នុងខេត្តកំពង់ចាមនិងបន្តដំណើររហូតដល់ព្រំដែនប្រទេសកម្ពុជាវៀតណាមគឺច្រកកៅស៊ីម៉ាបាទថ្ងៃនេះបានដល់ចំទី2មកថតហើយបាទហើយក៏បន្តមកដល់កន្លែងយើងគេងគឺជំរំថ្ងៃលិចខ្ញុំរំពឹងថាវាត្រជាក់តែវាអត់ត្រជាក់លើហើយបើខ្ញុំវិញរំពឹងថាហ្នឹងខ្ញុំរំពឹងមួយទៀតថាស្មៅស្រូវហ្នឹងបៃតងតែវាលឿងអញ្ចឹងខុស expectation ហ្មងចុះបើវាប្រេងដុតហ៎ដាក់សាច់មាន់មិនគេដាក់លើនោះឯងមិនគេដាក់ទៅឆុនអញ្ចឹងមិនខ្ញុំមើលខ្លោចផងនេះឯងនៅគ្មានយកឯងមកទំនៀងពឹងគេ higher than my expectation actually yeah I thought it's gonna be Raukra and full of people, but it's actually only us, so I like this. Yeah. You know. Chị đá à bôi look in look đá. For me, liệp sạch ăn. Ăn hả? Mẹ hôm nay cả nhà đi soi khăn soi sái nhá. Chị đi vào ngày nó sực sang. À, ok. Chị đi. Cọ miên tê Power mà. Wait ឡានគាត់បើកយកមកដាក់ខាងនេះហ្នឹងខ្ញុំដាក់រកគាត់អត់ឃើញនេះល្ងឹតទៅស្ងាត់ទៅនេះក្រោមឡានក្រោមអាកន្លែងចែងអូម៉ូតូតុងហ្នឹងណាអាកន្លែងហ្នឹងខ្ញុំមើលពីចង្ងាយទៅឡែកឃើញនឹងនេះទៅតែហ្នឹងរេវតីឃើញដែរមែនរេវតីឃើញដូចខ្ញុំអញ្ចឹងដែរចាកុំធ្វើបែបអាថ្មអាបកលវាលក្ខណៈដូចចេះហើយវារេវតីឃើញដូចខ្ញុំហីកុំនិយាយអត់ទៅចាំមកអត់កាន់មកគឺស្ពៀប្រទេសដល់ពេលដែលឃើញអញ្ចឹងមានរ៉ាំមួយដែរពេលនោះឥឡូវទៅតាមគាត់ឆោយគាត់ទៅបន្លាចខ្ញុំរត់ដល់បន្លាចខ្ញុំដល់ពេលឃើញមានរ៉ាំមួយដែរពេលហ្នឹងមិនទៅមកខ្ញុំឃើញមុនគាត់ខ្ញុំមិននិយាយទេឆោយខ្ញុំស្ងាត់ខ្ញុំរៀននិយាយតែគាត់មិនដល់តែឃើញអត់ខ្ញុំថាអត់ទេឆោយខ្ញុំបានធ្វើដូចគាត់ខ្ញុំខំធ្វើចិត្តទេប៉ុន្តែក្នុងចិត្តភ័យមិនស្ទើរទេត្រូវតាមមើលទៅបើគ្រូភ័យដែរនេះគ្រូអូឡើងក្លូមណងអ្នកគ្រូសើចដូចជារៀនដល់ហើយអ្នកគ្រូសាច់មាន់បែបផ្ដាំទៅកញ្ញាវេតស្រីម៉ៅបាទមិនមកឲ្យដេញណាដឹងហ៎មើលគេ enjoy ទៅមកហ្នឹងលំពើខ្ញុំលខ្លោចអស់ហ្នឹងចំលំពើយើងនិយាយមួយណាខ្ញុំស្រួលទៀតអាផាអត់ណាញ៉ាំខ្លាំងណាស់នៅថ្ងៃទី24ខែមករាឆ្នាំ2025វេលាម៉ោង 5 នាទីព្រឹកនៅជំរំថ្ងៃលិចខេត្តមណ្ឌលគិរី
ជាអត់ជាអត់ជាអត់ជាទេអត់ជាអត់ជាទេអត់ជាសុំមើលកូនកន្លះកូនកំងអូយនៅក្នុងថ្ងៃបន្ទាប់គឺជាថ្ងៃដែលយើងត្រូវសិក្សារៀនសូត្រអំពីខេត្តមួយនេះដែលគោលដៅទី1របស់ពួកយើងគឺទឹកជ្រោះប៊ូស្រានៅក្នុងដំណើរទស្សនកិច្ចសិក្សាលើកនេះពួកយើងទទួលបានបទពិសោធន៍និងចំណេះដឹងច្រើនមែនទែនដោយយើងបានទៅទស្សនាផ្សារធំខេត្តកំពង់ចាមព្រំដែនកែសម៉ាកម្ពុជាវៀតណាមជំរំខាងលិចនៅខេត្តមណ្ឌលគិរីរមណីយដ្ឋានទឹកជ្រោះប៊ូស្រារមណីយដ្ឋានចំការតែព្រំដោះក្រមុំសមាគមសាមគ្គីមនោរម្យមណ្ឌលគិរីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទនៃខេត្តមណ្ឌលគិរីនិងជាពិសេសគឺយើងបានទៅទស្សនានៅមជ្ឈមណ្ឌលអភិវឌ្ឍដំណាំតំបន់ខ្ពង់រាបហើយទីតាំងចុងក្រោយរបស់ពួកយើងនោះគឺភូមិពូតាំងរយៈពេល2យប់3ថ្ងៃនៅលើទឹកដីដែលខ្ញុំប៉មកជាយូរមកហើយគឺពិតជាការចងចាំដ៏អស្ចារ្យមួយក្នុងជីវិតរបស់ខ្ញុំទោះបីជានេះជាការបំពេញបេសកកម្មរបស់កន្លែងការងារក៏ពិតមែនក៏ប៉ុន្តែវាបានផ្ដល់អារម្មណ៍តានតឹងរំភើបនិងមានន័យសម្រាប់ខ្ញុំមែនទែនហើយជាចុងបញ្ចប់ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះហើយយើងជួបគ្នានៅវីដេអូក្រោយ